បាទបងប្អូននេះគឺជាផ្កាបំពង់ស្រមោចឥឡូវខ្ញុំកំពុងតែដើរតាមវាលស្មៅដើម្បីរកផ្កាបំពង់ស្រមោចឲ្យភ្ញៀវមើលរកអត់ទាន់ឃើញទេនេះឃើញផ្កាញែងបងប្អូនអានេះហៅផ្កាញែងស្អាតណាស់បងប្អូនហើយផ្លែវាញ៉ាំបានដែរអូនេះឃើញណាបងប្អូននេះ close អានឹងឯងផ្កាបំពង់ស្រមោចបើវាមិនទាន់បើកមាត់មើលទៅដូចប្រដាប់ភេទមនុស្សប្រុសចឹងបងប្អូនឥឡូវអានេះគឺវាបើកមាត់ហើយចឹងផ្កាបំពង់ស្រមោចគឺវាចាប់សត្វល្អិតស៊ីជាអាហារនេះអានេះមកខេតទេបងប្អូនពើក្រហមពួកនេះវាចាប់ពីងពីងឬស្រមោចសត្វល្អិតផ្សេងទៀតស៊ីជាអាហារបងប្អូនស្អាតណាបងប្អូន Let's take a video បើចូលចិត្តវីដេអូនេះជួយ Subscribe YouTube ខ្ញុំម្នាក់មួយផងបងប្អូនអរគុណ